ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាប្រសិនបើពុកម៉ែបងប្អូនមានតម្រូវការប្រក់ដំបូលសូមជ្រើសរើសយកក្បឿងស្រកាលីងខ្មែរនេះគឺជាក្បឿងស្រកាលីងខ្មែរគ្មានពណ៌ធម្មជាតិថ្ងៃនេះខ្ញុំសូមបង្ហាញអំពីការលាបថ្នាំពណ៌ក្បឿងស្រកាលីងខ្មែរការលាបថ្នាំពណ៌យើងត្រូវជ្រើសរើសប្រភេទថ្នាំដែលលាបហើយដុតបានមានគុណភាពពស់លេខ1ធ្វើដោយកូនខ្មែរក្បឿងដែលលាបថ្នាំហើយគឺវាមិនទាន់មានពណ៌ភ្លឺរលោងទេយើងទុកឲ្យស្ងួតរួចហើយយើងយកវាបញ្ចូលទៅក្នុងឡដើម្បីធ្វើការដុតវាឲ្យឆ្អិននេះគឺជាសកម្មភាពបញ្ចេញក្បឿងដែលដុតឆ្អិនល្អហើយពីក្នុងឡក្បឿងដែលដុតល្អឆ្អិនហើយគឺមានពណ៌ភ្លឺរលោងចែងចាំងមិនកាន់ស្លែមិនហើរពណ៌អាយុកាលប្រើប្រាស់បានយូរដឹកជញ្ជូនក្បឿងចំនួន 27,000 សន្លឹកទៅស្រុកព្រៃប្រសពវត្តព្រៃលាជ